ជំរាបសួរនាងខ្ញុំវិជ្ជបណ្ឌិតលីសូនីនាងខ្ញុំគឺជាគ្រូពេទ្យឯកទេសផ្នែកកុមារតើកូនរបស់ប៉ាម៉ាក់ធ្លាប់មានបញ្ហាដែលតែងតែឧស្សាហ៍ថាធ្ងោឈឺពោះច្រើនសប្តាហ៍ឬក៏ច្រើនខែដែរឬទេប៉ុន្តែរាល់ការធ្វើតេស្តម្ដងដូចជាមើលអេកូមើលឈាមជាទូទៅគឺលទ្ធផលធម្មតាអាការៈបែបនេះក្នុងនាមខ្ញុំជាគ្រូពេទ្យកុមារគឺខ្ញុំជួបច្រើនណាស់ថ្ងៃនេះខ្ញុំនឹងលើកយកពីមូលហេតុសំខាន់នៃការឈឺពោះរ៉ាំរ៉ៃនៅលើកុមារដែលយើងជួបញឹកញយមូលហេតុ4សំខាន់ដែលយើងជួបញឹកញយទី1គឺគេហៅថា functional abdominal pain គឺការឈឺចាប់ដែលយើងរកមូលហេតុមិនឃើញគឺជារបៀបជា functional មិនមានមូលហេតុអ្វីជាក់លាក់ទេវាគ្មានរចនាសម្ព័ន្ធច្បាស់លាស់ហើយក៏គ្មានភាពមិនធម្មតានៃគីមីជីវៈដែរប៉ុន្តែគឺបណ្ដាលមកពីបញ្ហាទំនាក់ទំនងរវាងពោះវៀននិងខួរក្បាលជារឿយៗគឺ functional abdominal pain ហ្នឹងគឺវាត្រូវផ្សារភ្ជាប់ទៅនឹងភាពតានតឹងក្នុងឬមួយក៏សម្ពាធនៅក្នុងគ្រួសារក្នុងសាលាឬភាពប្រែប្រួលនៃពោះវៀនគេហៅថា gut sensitivity គឺស្ថានភាពនៃពោះវៀនដែលងាយរំញោចឬក៏ងាយរំខានអាចដោយសារតែចំណីអាហារឬមួយក៏ដោយសារតែអារម្មណ៍បញ្ហាទី2នៅលើកូនក្មេងគឺបញ្ហាទល់លាមកហ្នឹងក៏ជាបញ្ហាមួយដែលយើងជួបញឹកញយដែរអាចច្រើនកើតនៅលើកូនក្មេងដែលគាត់ញ៉ាំទឹកដោះគោច្រើនអត់សូវញ៉ាំបន្លែអត់សូវញ៉ាំផ្លែឈើនៅពេលដែលកុមារមិនបានបត់ជើងទៀងទាត់ឬក៏លាមករឹងឬក៏ស្ងួតនៅពេលដែលលាមកចាស់នៅក្នុងពោះវៀនវាអាចនឹងមានសម្ពាធហើយនឹងមាន stress គឺវាសន្ធឹងទៅពោះវៀនដែលអាចបង្កឲ្យទៅជាឈឺហើយពេលដែលយើងសួរប្រវត្តិទៅបញ្ហាឈឺពោះរបស់គាត់ហ្នឹងគឺផ្សារភ្ជាប់ទៅនឹងការបត់ជើងការឈឺនេះគឺច្រើនតែនៅជុំវិញផ្សិតឬមួយក៏ផ្នែកខាងក្រោមនៃពោះមូលហេតុទី3នៃការឈឺពោះរ៉ាំរ៉ៃគឺអាចជាបញ្ហាក្រពះគឺវាអាចជាជំងឺរលាកក្រពះឬក៏ជាជំងឺច្រាជាតិអាស៊ីតក្រពះលក្ខណៈរបស់វាគឺឈឺរបៀបជាក្រហាយឬមួយក៏ឆ្អល់នៅចុងដង្ហើមអាចនៅក្រោយពេលដែលញ៉ាំអាហារហើយឬមួយក៏ពេលគេងអាចរួមជាមួយនឹងលក្ខណៈចង្អោរក្អួតឬមួយក៏បាត់បង់ចំណង់អាហារផងដែរលក្ខណៈនៃការឈឺគឺគាត់ច្រើនឈឺនៅម្ដុំចុងដង្ហើមឬមួយក៏ផ្នែកខាងលើនៃពោះកុមារខ្លះក៏អាចត្អូញត្អែរពីអារម្មណ៍នៃការដែលគាត់ឆាប់ឆ្អែតលឿនគឺគាត់ញ៉ាំអ្វីទៅគឺមានអារម្មណ៍ថាឆ្អែតមូលហេតុទី4គឺ food intolerance គឺការមិនធន់បានជាមួយចំណីអាហារជាពិសេសគឺជាតិឡាក់តូសនិងជាតិក្លូតិនឡាក់តូសគឺជាជាតិស្ករដែលមាននៅក្នុងទឹកដោះគោឬមួយក៏ផលិតផលទឹកដោះគោដើម្បីរំលាយជាតិឡាក់តូសគឺវាត្រូវការអង់ស៊ីមនៅក្នុងពោះវៀនម្យ៉ាងគឺមានឈ្មោះថាឡាក់តាដើម្បីរំលាយសារជាតិឡាក់តូសចឹងបើសិនជារាងកាយរបស់យើងមិនមានឡាក់តាគ្រប់គ្រាន់គឺពួកគាត់អាចវិវត្តទៅជា lactose intolerant មួយទៀតគឺ gluten គឺជាប្រូតេអ៊ីនដែលមាននៅក្នុងស្រូវសាលីស្រូវបាលីស្រូវរ៉ាយវាជួយឲ្យនំឡើងអ្នកខ្លះគាត់អាចមាន sensitive ជាមួយនឹងជាតិ gluten food intolerant ហ្នឹងគឺមានន័យថារាងកាយរបស់កុមារមានបញ្ហានៅក្នុងការរំលាយអាហារមួយចំនួនដូចជាជាតិទឹកដោះគោឬមួយក៏ជាតិនំប៉័ងស្រូវសាលីវាមិនមែនជាអាឡែស៊ីទេនៅពេលដែលពួកគាត់ញ៉ាំអាហារទាំងនេះពោះរបស់គាត់មិនអាចបំបែកវាបានល្អដូច្នេះអាហារទុកនៅក្នុងពោះវៀនយូរពេកវាត្រូវបានបំបែកដោយសារតែបាក់តេរីនៅក្នុងពោះវៀនបង្កើតទៅជាអូស្មန်គឺទៅជាហ្គាសឲ្យទៅជាហើមពោះឬមួយក៏ចុកពោះលក្ខណៈរបស់វាគឺច្រើនឈឺនៅម្ដុំផ្សិតឬក៏កណ្ដាលពោះអាចមានសញ្ញារាគដែលជាទូទៅចាប់ផ្ដើម1ម៉ោងទៅ2ម៉ោងបន្ទាប់ពីញ៉ាំអាហារទាំងនេះជាសរុបមកគឺការឈឺពោះនៅលើកូនក្មេងគឺវាមានមូលហេតុ4សំខាន់ហ្នឹងគឺទី1គឺតកតងជាមួយនឹង functional abdominal pain បានន័យថាវាអត់មានមូលហេតុអ្វីជាក់លាក់ទេអាចតកតងជាមួយនឹងអារម្មណ៍ជាមួយនឹងការ stress ទី2គឺតកតងជាមួយនឹងការទល់លាមកអញ្ចឹងឲ្យពុកម្ដាយហ្នឹងគឺតាមដានមើលការបត់ជើងរបស់កូនអាចត្រេកមើលការបត់ជើងរបស់គាត់ជារៀងរាល់ថ្ងៃថាតើការដែលគាត់ឈឺពោះរ៉ាំរ៉ៃហ្នឹងគឺមានតកតងជាមួយនឹងបញ្ហាទល់លាមកដែរឬក៏អត់មូលហេតុទី3គឺអាចជាបញ្ហាកាពះអាចជារលាកកាពះឬមួយក៏ច្រាជាតិអាស៊ីតកាពះអញ្ចឹងយើងមើលថាលក្ខណៈនៃការឈឺរបស់គាត់ហ្នឹងគឺវាច្រើនតែផ្សារភ្ជាប់ជាមួយនឹងចំណីអាហារអាចឈឺក្រោយពេលញ៉ាំអាហារឬមួយក៏ឈឺមុនពេលញ៉ាំអាហារទី4គឺ food intolerance គឺតកតងជាមួយនឹងភាពមិនធន់ចំពោះចំណីអាហារខ្លះអញ្ចឹងឲ្យពុកម្ដាយហ្នឹងគឺ
stress មើលចំណីអាហារដែលគាត់ញ៉ាំជារៀងរាល់ថ្ងៃតើចំណីអាហារណាខ្លះដែលវា trigger ឲ្យគាត់ចាប់ផ្ដើមឈឺពោះកាន់តែខ្លាំងឡើង